កើតក្នុងត្រកូលអ្នកមានក៏ដោយកើតក្នុងត្រកូលអ្នកខ្សត់ក៏ដោយបើយើងខ្វះការព្យាយាមអ្នកនឹងសយុទ្ធចុះជាបន្តធ្វើការងារអីក៏មិនបានលទ្ធផលដែរស្មារតីនៃការព្យាយាមគឺជាគុណធម៌ស្នូលដ៏ធំបំផុតនៅក្នុងជីវិតមនុស្សគ្រប់គ្នាសូមរក្សាសេចក្តីព្យាយាមឲ្យคล้ายទៅជាវប្បធម៌នៅក្នុងជីវិតរបស់យើងបើអ្នកគិតថាអ្នកព្យាយាមដែរតែគេមិនផ្ដល់ឱកាសឲ្យអ្នកសូមគិតទៅដល់ម្ចាស់ស្ថាប័នលោក Howard Zoll លោកត្រូវបានអ្នកវិនិយោគបដិសេធគំនិតរបស់លោកចំនួន417ដងតែលោកមិនបោះបង់ចោលនៅគំនិតរកស៊ីរបស់លោកទេគាត់តស៊ូរហូតដល់មនុស្សជុំវិញខ្លួនព្រមជឿជាក់លើគាត់គេមិនទុកចិត្តយើងមិនតន់ហួសពេលទេតែរឿងដែលអស់ឱកាសគឺយើងលែងទុកចិត្តខ្លួនឯងគេមិនទុកចិត្តយើងតែនៅក្នុងកលៈទេសៈណាក៏ដោយគឺយើងត្រូវតែទុកចិត្តខ្លួនឯង